បាទសូមស្វាគមន៍ប្រិយមិត្តមកកាន់ Channel YouTube អតីតកាលថ្ងៃយើងមានវាគ្មិនមួយរូបទៀតដែលគាត់នឹងមកនិយាយរឿងរ៉ាវដ៏ព្រឺព្រួចដែលគាត់បានជួបផ្ទាល់ដើម្បីឲ្យបងប្អូនស្ដាប់ជាការកម្សាន្តបាទអញ្ចឹងចង់ដឹងថារឿងរ៉ាវដ៏ព្រឺព្រួចនោះមានបែបណាខ្លះសូមបងប្អូនកុំភ្លេចតាមដានស្ដាប់ទាំងអស់គ្នាបាទសួស្ដីអូនចាសួស្ដីបងបាទនៅពេលនេះដែរគឺមានប្រិយមិត្តរបស់យើងជាច្រើនដែលរងចាំស្ដាប់រឿងរ៉ាវរបស់អូនបាទអញ្ចឹងតើអូនអាចនិយាយឲ្យប្រិយមិត្តនឹងស្ដាប់នៅពេលនេះបានទេចាបានបងតោះចាប់ផ្ដើមចាកាលពីមុនគឺខ្ញុំនៅរៀងក្មេងដែរប្រហែលជាអាយុ10ឆ្នាំអញ្ចឹងហើយខ្ញុំពូកែលេងបៃលុបបៃឡជុំគ្នាលេងបៃលុបបៃឡហើយធ្វើកូនរោងតូចតូចដូចផ្ទះអញ្ចឹងយើងបាំងស្លឹកថ្នោតធាងថ្នោតបាំងស្លឹកចេកខាងធ្វើអញ្ចឹងនៅពេលល្ងាចហ្នឹងគឺជាពេលដែលបងប្រុសខ្ញុំរបស់ឪពុកខ្ញុំដែលគាត់បានស្លាប់ចោលខ្ញុំតាំងពីខ្ញុំអាយុមកខួបកន្លះហ្នឹងគឺស្លាប់ប្រហែលជា10ឆ្នាំមុនទៀតអញ្ចឹងណាបងបាទហើយមានបានន័យថាត្រូវជាអ៊ំខ្លួនឯងបងប្រុសរបស់ឪពុកខ្លួនឯងបានន័យថាជាអ៊ំខ្លួនឯងកូនប្រុសបងប្រុសកូនប្រុសគាត់ទេចាជាកូនប្រុសគាត់មានកម្មវិធីការអញ្ចឹងហើយពេលល្ងាចហ្នឹងស្អែកឡើងចូលរោងថ្ងៃហ្នឹងគឺគេត្រូវសែនប្រាប់យាយតាចាស់ទុំដែលគាត់បានចែកឋានហ្នឹងឲ្យបានដឹងឮពេលដែលសែនហើយអ៊ំប្រុសខ្ញុំម្នាក់ដែលគាត់ប៉កែនិយាយមាត់លពេចលប៉ោចគាត់សែនហើយគាត់អុជធុករួចហើយគាត់ថាអើយហូបចុកអីហើយទៅកុំភ្លេចចូលលេងនឹងកូនបើផងពេលហ្នឹងទៅអ៊ំប្រុសខ្ញុំម្នាក់គាត់បានដួសស្លដែលគេធ្វើហ្នឹងគេយកឲ្យខ្ញុំហូបទៅម៉ែខ្ញុំដួសដាក់ចានឲ្យខ្ញុំហូបពេលដែលខ្ញុំកំពុងតែហូបហ្នឹងម៉ែខ្ញុំក៏ថាម៉ែទៅណោះបំផ្លែទៅខ្ញុំអត់ព្រមទេខ្ញុំមានអារម្មណ៍ថាខ្លួនឯងហ្នឹងដូចជាខ្លាចប៉ុន្តែអត់មានឃើញអីទេលើកដាក់ឲ្យជាអារម្មណ៍ហ្នឹងហើយដូចខ្លាចពេលអញ្ចឹងទៅម៉ែខ្ញុំក៏អត់ទៅមកសតុកក្រោយមកម៉ែខ្ញុំក៏លួចលបក្រោយផ្ទះគៀនលបងលបទៅខ្ញុំកំពុងតែចុកបាយអើទៅឃើញម៉ែទៅខ្ញុំចាប់ផ្ដើមស្រែកយំហ្មងស្រែកខ្លាំងហើយខ្ញុំទម្លាក់ចានបាយចុះពីលើផ្ទះខ្ញុំប្រាវមកក្រោមរួចហើយខ្ញុំរត់តាមម៉ែខ្ញុំតាំងបន្ទាប់មកប្អូនប្រុសខ្ញុំហ្នឹងត្រូវជាកូនមិញខ្ញុំគាត់នៅតូចប្រហែលជាអាយុ2ឆ្នាំចាចដូនមួយគាត់អាយុប្រហែលជា2ឆ្នាំទេគាត់ដើរមកក្រោយឮសលេងខ្ញុំយំហ៎រួចហើយគាត់អើតមើលទៅកន្លែងរោងដែលខ្ញុំលេងលុបបៃឡនឹងគាត់ថាអើតទៅឃើញគាត់ថាម៉ែគាត់ប្រាប់ម៉ែគាត់ខ្ញុំឃើញមនុស្សប្រុសម្នាក់រាងចំណាស់ស្លៀកខោខ្លីអង្គុយនៅក្នុងរោងហ្នឹងបន្ទាប់មកបានរួចទៅក្នុងរោងមានអីទេចាអត់មានអីទេកន្លែងខ្ញុំលេងលុបបៃឡធម្មតាគាត់ដើរមកគាត់ឃើញអញ្ចឹងទៅបាទហើយចាប់ពីនឹងមកទៅពេលចប់ស្អែកឡើងសួរអ៊ំប្រាប់ថាអញសែនហ្នឹងអុជធុកថាពេលដែលស៊ីអីហើយកុំភ្លេចទៅចូលលេងកូនបើផងអញ្ចឹងហើយគាត់ទៅមែនហើយអ៊ំប្រុសម្នាក់ហ្នឹងគឺគាត់ប៉ិននិយាយលេងលពេចលប៉ោអញ្ចឹងឯងពេលគាត់និយាយលេងទៅមែនប៉ុន្តែអ្វីអាចជាឪពុកខ្ញុំព្រោះម៉ែខ្ញុំថាគាត់ចូលចិត្តស្លៀកខោខ្លីជក់បរិយមូកតាបហ្នឹងឯងបាទអូព្រឺសិបលបើនិយាយទៅខ្ញុំនិយាយតិចគាត់និយាយលេងហ្នឹងបើសិនជាគាត់និយាយអត់ធប់អត់អីទេតែនេះគាត់អត់ធប់ហើយគាត់និយាយតែមកហ្នឹងហើយគាត់សែនអត់ធប់និយាយលេងធម្មតាក៏ទៅមែនបាទពេលទៅមែនខ្ញុំមានអារម្មណ៍ថាអត់ឃើញអីទាំងអស់ប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្លាចនៅម្នាក់ឯងម៉ែគាត់លបដើរទៅខ្ញុំឃើញខ្ញុំរត់តាមហ្មងរត់តាំងម្លងផ្ទះ3 4តាមជិតតនគាត់ដែរអូខេហើយមានអីបន្ថែមទៀតទេអញ្ចឹងអាហ្នឹងគឺជារឿងពិតដែលបងប្អូនយើងតែងតែមានជំនឿថានៅពេលដែលយើងបន់ស្រន់ឬក៏យើងចង់និយាយអីចាសុំទៅសុខទៅចាកុំនិយាយលេងផ្ដេសផ្ដាសព្រោះអីជីដូនជីតាយើងគឺគាត់ប្រកាន់អញ្ចឹងណាហើយវាជារឿងស័ក្តិសិទ្ធិ
មួយដែរដែលយើងត្រូវតែមានជំនឿ ពីដើម ចាតាំងពីដូនតាមក អើ ចាអស់ហើយ បាទអរគុណប្រិមិត្តដែលបានតាមដានស្ដាប់ហើយទៅនឹងរឿងរ៉ាវនេះមិនថារឿងរ៉ាវនេះក៏រឿងរ៉ាវផ្សេងៗទេគឺកម្មវិធីនេះគ្មានគោលបំណងនាំបងប្អូនឲ្យមកជឿលើរឿងអបិយជំនឿឬក៏រឿងអបិយជំនឿអ្វីទៅឡើយកម្មវិធីនេះបង្កើតគ្រាន់តែជាការ ដកឆ្មាលោតទៅត្រង់ ជាការដាក់កំសាន្តតែប៉ុណ្ណោះហើយមិញហ្នឹងក៏នាងភ្ញាក់តិចដែរដោយសារកំពុងតែនិយាយថាតើមានឆ្មាលោតជ្រុះរបស់របរអញ្ចឹងណានាងភ្ញាក់តិចដែរបងប្អូនបាទអញ្ចឹងរដ្ឋរឿងរ៉ាវរបស់បងប្អូនស្រីគឺមានតែប៉ុណ្្នឹងទេហើយបងប្អូនដែលចង់តាមដានដែលចាក់តាមដានណាហើយមិនស្ដាប់ Subscribe ផងបាទអញ្ចឹងសម្រាប់ប្រិយមិត្តឬបងប្អូនដែលចង់តាមដាននៅអេពីសូតក្រោយៗវគ្គក្រោយៗដែលមានរឿងព្រួយជាច្រើនទៀតបងប្អូនអាចជួយ Subscribe Channel YouTube តេតកាលរបស់យើងខ្ញុំបានបាទអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាក៏ប្រជុំគ្នានៅវីដេអូក្រោយ